นงมาแล้วบางปอนนะชิมวยนรูชิตทำไมเนี่ยบางปอนก่อนเดี๋ยวเมื่อคืนคือจ้องยำแต่มาดองนะหาไว้แต่พิเศษนั่งมีนปัวเราเราใบปัวบางใดหอยวิธีเฟอคืองี้งี้บางพอดบางปอนตามดันออกนี้ดังแต่เจ็ดเฟอแต่มาดองหอยสมเละจำลองเชิงซะนะบางปอนอาจมือเดี๋ยวจงวิดีโอบางปอนดังฐานนี่คือเชียร์เพจเจียไว้ต่อหาเรายังตามดันออกคะแนนชงอลคอมเมนต์ในการกรองวิดีโอนะบางปอนได้มีนจำเงาเตะต้นหนึ่งการบักอาชีพกรรมกาแฟหรือก็จ้องลุกาแฟบางปอนอาจเตะต้องเทเลกราฟทางกรองคือโซนไก่สปรัมเจ็ดสมุยไส้สปรัมตั้งดับมวยข้างยังขยมคือมีนปรักษาอยู่บอลเลยเอ็ดกึดไหลជាដំបូងបងប្អូនយើងត្រូវការដំឡូងស្វាយនេះយកទៅស្ងោរធម្មតាមកណាបន្ទាប់ពីបងប្អូនស្ងោររួចហើយបងប្អូនប៉ន់ឲ្យម៉ត់ដូចវីដេអូនេះខ្ញុំបានបង្ហាញនេះមកហើយយើងត្រូវការតែមួយស្លាបព្រាកាហ្វេទេហើយយើងបៀកនេះបៀកជាមួយកែវលេខ22យើងបៀកបាតកែវបន្តិចបានហើយបងប្អូនណាព្រោះដើម្បីយើងលេងម៉ូតបាន3កលៈបន្តមកទៀតយើងត្រូវការទឹកដោះគោឆៅត្រូវការមួយកំប៉ុងតែម្ដងណាបងប្អូនព្រោះមួយកំប៉ុងនេះគឺល្មមជាមួយនឹងកែវលេខ22 out នេះតែម្ដងបាទបងប្អូនហើយបន្តមកទៀតយើងចាក់ចូលកែវក្រិតយើងមួយសិនមកបងប្អូនព្រោះដើម្បីយើងលាយជាមួយនឹងទឹកដោះគោខាប់យើងដើម្បីកូរចូលគ្នាឲ្យសព្វល្អណាបងប្អូនមួយកំប៉ុងនេះគឺល្មមជាមួយនឹងកែវលេខ22 out ហើយបន្តមកទៀតបងប្អូនយើងត្រូវការ tea pot ណាបងប្អូន tea pot ឥឡូវនេះបងប្អូនខ្ញុំសូមបញ្ជាក់បងប្អូនថាយើងត្រូវការកម្រិត30 ml គឺផ្អែមល្មមតែម្ដងណាតើបងប្អូនដាក់ដោះគោខាប់ tea pot នេះ30 ml រួចហើយបងប្អូនយើងត្រូវការទឹកតែក្រហមបងប្អូនទឹកតែក្រហមនេះគឺយើងដាំជាមួយនឹងតែមេដៃជាមួយនឹងតែនៀកលាយចូលគ្នាណាហើយទឹកតែក្រហមនេះយើងត្រូវការកម្រិត30 ml ឬក៏30 ml ណាបងប្អូនឃើញហើយយើងមានទឹកតែក្រហមមានទឹកដោះគោខាប់មាននឹងទឹកដោះគោឆៅផងដែរហើយយើងត្រូវការទឹកដោះគោខាប់ម៉ាក់ tea pot នេះយើងចាក់ចូលលាយជាមួយទឹកដោះគោឆៅបងប្អូនព្រោះនៅពេលដែលយើងកូរឲ្យសព្វល្អទៅនៅពេលដែលយើងហូបទៅគឺផ្អែមថេឆ្ងាញ់តែម្ដងបងប្អូនសូមបញ្ជាក់ប្រាប់បងប្អូនថាយើងត្រូវការកូរចូលគ្នាឲ្យរលាយសព្វមុនបងប្អូនព្រោះនៅពេលដែលយើងចាក់ចូលកែវទៅគឺចាំតែញ៉ាំឆ្ងាញ់តែម្ដងបងប្អូនឃើញទេអូយបន្តមកទៀតបងប្អូនយើងត្រូវការដាក់ទឹកកកចូលនឹងកែវលេខ22 out នេះមកបងប្អូនហើយយើងយកទឹកដោះគោឆៅដែលលាយជាមួយនឹង tea pot មិញហ្នឹងបងប្អូនចាក់ចូលកែវមកអូយបងប្អូនមើលឃើញគឺគួរឲ្យចង់ញ៉ាំតែម្ដងបងប្អូនតើបងប្អូនចាក់អញ្ចឹងរួចហើយបែបហ្នឹងរួចហើយយើងថែមទឹកកកពីលើបន្តិចបងប្អូនដើម្បីរហូតទៅដល់ពីងកែវលេខ22 out នេះយ៉ាងតែម្ដងប៉ុន្តែបងប្អូនអាចចុងក្រោយនោះបងប្អូនចាំមើលឡើយនេះយើងយកតែក្រហមរបស់យើងចាក់លាយជាមួយនឹងទឹកដោះគោយើងនេះបងប្អូនឃើញទេយើងមានពណ៌រហូតដល់3ពណ៌ផងដែរគឺមើលឃើញគឺគួរឲ្យចង់ញ៉ាំតែម្ដងណាតាក់ទាញមែនតើបងប្អូនយើងមានពណ៌សពណ៌ស្វាយនិងពណ៌ក្រហមអូយបងប្អូនពិសេសមែនតើហើយកន្លែងនេះបងប្អូនយើងថែមគុជតិចមកបងប្អូនណាតាមចំណូលចិត្តបងប្អូនទេបងប្អូនដាក់គុជក៏បានបងប្អូនដាក់ចាហួយក៏បានចិត្តអ្វីថែមនឹងទេបងប្អូនតាមចំណូលចិត្តរបស់បងប្អូនដែលចូលចិត្តណាបងប្អូនឃើញទេអូយមើលឃើញគឺគួរឲ្យចង់ញ៉ាំតែម្ដងបងប្អូនឃើញទេហើយបងប្អូនដែលឆ្ងល់បងប្អូនខមមិននៅខាងក្រោមវីដេអូណាហើយបងប្អូនកុំភ្លេច share ឲ្យបងប្អូនយើងដែលអត់ទាន់បានទស្សនាណាគាត់ចេះធ្វើញ៉ាំទាំងអស់គ្នាបងប្អូនកុំភ្លេចទៅដោះគោឆៅហើយកុំភ្លេចជាមួយនឹងដោះគោខាំម៉ាក់ tea pot បងប្អូនរសជាតិឈ្ងុយឆ្ងាញ់តែម្ដងណាបងប្អូនកុំភ្លេចចុច subscribe channel ខ្មែរតាឌីម្នាក់មួយកុំភ្លេចចុច follow TikTok ខ្មែរតាឌីម្នាក់មួយកុំភ្លេចចុច follow page ខ្មែរតាឌីម្នាក់មួយបងប្អូនឆ្ងល់រាល់វីដេអូណាមួយបងប្អូនអាច comment នៅខាងក្រោមវីដេអូណាបងប្អូនតោះឥឡូវយើងសាកភ្លក់សាកញ៉ាំទាំងអស់គ្នាបងប្អូនអូហូយពិសេសមែនតើបងប្អូនរសជាតិនេះបងប្អូនគឺឆ្ងាញ់ចេញពីដំឡូងផងឈ្ងុយចេញពីទឹកដោះគោឆៅផងក្លិនអំពីតែក្រហមផងបងប្អូនគឺប្លែកតែម្ដងណាបងប្អូនរសជាតិឆ្ងាញ់ទាំងអស់គ្នាបងប្អូនកុំភ្លេចហាងកាហ្វេខ្មែរតាឌីណា